Hai đầu với ban chỉ kê tay chạy tha ao mình ăn sờ là hột sờ năng viên là oอย่างណាទៅចានៅវីដេអូមុនខ្ញុំបាននិយាយអំពីផលប្រយោជន៍នៃការអភិវឌ្ឍ theory of mind ឬក៏ទ្រឹស្ដីនៃចិត្តសម្រាប់ក្មេងៗនៅក្នុង middle childhood គឺកុមារភាពកណ្ដាលណាដែលគាត់អានសៀវភៅចាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកអំពីឥទ្ធិពលនៃការអានសៀវភៅចំពោះក្មេងនៅ early childhood គឺនៅកុមារភាពដំបូងយើងអាចរាប់តាំងពីពេលគាត់ទៅតែកើតរហូតដល់អាយុ8ឆ្នាំកុំភ្លេចមើលដល់ចប់ដោយសារក្នុងវីដេអូនេះក៏យើងមាន giveaway ដែរអត្ថប្រយោជន៍ទី1ការអានគឺជាគន្លឹះនៃការរៀនពេញមួយជីវិតរបស់កុមារក្មេងដែលគាត់ចេះអានស្រាប់តាំងពីនៅផ្ទះណាអញ្ចឹងគាត់មានប្រៀបជាងក្មេងផ្សេងនៅពេលដែលគាត់ចូលរៀនមត្តេយ្យឬក៏រៀនថ្នាក់ទី1សម្រាប់ក្មេងដែលមានគ្រួសារដែលបណ្ដុះចិត្តឲ្យគាត់ចូលចិត្តអានសៀវភៅស្រាប់ចឹងពេលគាត់ចូលរៀនគឺគាត់អត់សូវមានបញ្ហាក្នុងការតាមទាន់គេទេបានន័យថាគាត់រៀនអក្សររៀនលេខរៀនអានសៀវភៅពុម្ពអីហ្នឹងគឺងាយស្រួលជាងគេព្រោះមនុស្សយើងដឹងស្រាប់ហើយវាមិនមែនរឿងសមត្ថភាពទេពេលខ្លះគឺរឿងចូលចិត្តបើសិនបើយើងធ្វើអ្វីមួយពិបាកដដែលគឺយកអត់ចង់ធ្វើវាទេក្មេងក៏អញ្ចឹងដែរនៅពេលដែលរៀនអានដំបូងវាពិបាកពេកសម្រាប់គាត់អញ្ចឹងគាត់អាចនឹងអត់ចង់រៀនឬក៏កិច្ចវេះការរៀនអញ្ចឹងទៅតែបើសិនបើគាត់មានទម្លាប់អានស្រាប់ហើយអញ្ចឹងការអានហ្នឹងវារៀងងាយស្រួលសម្រាប់គាត់អញ្ចឹងគាត់អាចនឹងមិនកិច្ចវេះការរៀនទេថែមទាំងចូលចិត្តរៀនទៀតផងហើយអារម្មណ៍ដែលថាការអានវាមិនសូវលំបាកការអានវាសប្បាយនឹងហើយគឺជាគន្លឹះគឺជាមូលដ្ឋានគ្រឹះដែលអាចធ្វើឲ្យក្មេងហ្នឹងគាត់ចូលចិត្តរៀនពេញមួយជីវិតតែម្ដងអត្ថប្រយោជន៍ទី2ការអានពុតឲ្យក្មេងចេះផ្ចង់អារម្មណ៍ខ្លាំងនៅអំឡុងពេលដែលយើងទៅតែកើតរហូតដល់អាយុ8ឆ្នាំហ្នឹង early childhood ហ្នឹងគឺគេរកឃើញថាជាពេលដែលខួរក្បាលយើងវារីកលូតលាស់ neuron ហើយនឹងគេហៅ synaptic connection ណាទំនាក់ទំនងរវាង synapse រវាង neuron ហ្នឹងគឺវាលឿនខ្លាំងមែនតែម្ដងចាអញ្ចឹងក្មេងគឺគាត់រៀនបានលឿនមែនតើនៅក្នុងវ័យហ្នឹងដូចគេនិយាយអញ្ចឹងថាខួរក្បាលក្មេងដាក់អីចូលហ្នឹងដោយសារ neuroplasticity គឺខួរក្បាលក្មេងនៅអាយុប៉ុណ្ណឹងគឺវាងាយងាយបដូររូបរាងទៅតាមសកម្មភាពចំណេះដឹងអ្វីដែលគាត់ឮអ្វីដែលគាត់ឃើញនៅក្នុងមជ្ឈដ្ឋានជំនាញគាត់មែនតើដែលនេះហើយគឺជាមូលដ្ឋានគ្រឹះនៃអត្តចរិតសមត្ថភាពនិងចំណង់ចំណូលចិត្តមួយផ្នែកធំទៅថ្ងៃអនាគតដោយឡែកសកម្មភាពដែលយើងឆ្លៀតពេលអានជាមួយគាត់ហ្នឹងគឺវាហាក់ដូចជាលំហាត់ប្រាណមួយសម្រាប់ខួរក្បាលគាត់អញ្ចឹងគឺយើងហាក់ដូចជាយើងយកអាសកម្មភាពហ្នឹងទៅសូនខួរក្បាលគាត់ឲ្យគាត់រឹតតែខ្លាំងទៅក្នុងការផ្ចង់អារម្មណ៍ព្រោះសម្រាប់មនុស្សធំយើងក៏ដឹងដែរពេលដែលព្យាយាមអានសៀវភៅមួយក្បាលតើយើងផ្ចង់អារម្មណ៍ប៉ុណ្ណាគឺផ្ចង់អារម្មណ៍ខ្លាំងមែនតើកូនក្មេងគឺដូចគ្នាហើយរឹតតែលើសនឹងទៀតអញ្ចឹងកុមារដែលគាត់មានទម្លាប់អានសៀវភៅជាប្រចាំថ្ងៃគឺគាត់យកពេល20-30នាទី1ម៉ោងផ្ចង់អារម្មណ៍លើតែសាច់រឿងមួយទៅជាមួយនឹងសាច់រឿងរៀនអក្សរថ្មីរៀនពាក្យថ្មីរៀនសកម្មភាពថ្មីនឹងហើយគឺជាលំហាត់ប្រាណក្នុងការសូនឲ្យគាត់ចេះផ្ចង់អារម្មណ៍ហើយសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ហ្នឹងសម្រាប់ខ្ញុំគឺដូច super power មួយអញ្ចឹងពីព្រោះអីវានាំឲ្យមនុស្សយើងមិនថាក្មេងមិនថាចាស់ណាអ្នកដែលចេះផ្ចង់អារម្មណ៍គឺរៀនអីបានលឿនឆាប់ចាំចេះដោះស្រាយបញ្ហាបានលឿនចេះស្ដាប់ពាក្យបដៅណែនាំហេតុផលជុំវិញខ្លួនហើយវាអាចជួយឲ្យយើងស្គាល់ខ្លួនឯងហើយស្គាល់អ្នកដទៃហើយស្គាល់ពិភពលោកបានលឿនហើយច្បាស់ជាងមុនទៀតផងធំឡើងមិនថាគាត់ចង់ទៅចាប់ជំនាញអីគាត់ចង់រស់ស៊ីគាត់ចង់រៀនមិនថាគាត់ធ្វើអីទេគឺសិតតែទទួលបានផលប្រយោជន៍ខ្ពស់ពីសមត្ថភាពនៃការផ្ចង់អារម្មណ៍របស់គាត់អត្ថប្រយោជន៍ទី3បង្កើនភាពជិតស្និទ្ធរវាងឪពុកម្ដាយនិងកូនយើងនឹងស្រាប់ហើយថាឪពុកម្ដាយគឺគាត់ចំណាយពេលជាច្រើនក្នុងការរកស៊ីក្នុងការធ្វើការដើម្បីរកប្រាក់មកចិញ្ចឹមកូនអញ្ចឹងឪពុកម្ដាយខ្លះគាត់ចេញទៅធ្វើការតាំងពីព្រលឹមចូលមកផ្ទះវិញព្រលប់ហត់សឹងអីហើយអត់សូវមានពេលបាននៅជាមួយកូនទេដូច្នេះហើយវារឹតតែសំខាន់ដែលគាត់អាចនឹងឆ្លៀតពេលយកពេលល្ងាចអីអញ្ចឹងណា20នាទី30នាទីដើម្បីអានសៀវភៅជាមួយកូនវាគឺជាពេលវេលាដ៏មានតម្លៃមួយដែលកូនគាត់អាចទទួលបានភាពកក់ក្ដៅហើយនឹងភាពជិតស្និទ្ធពីឪពុកម្ដាយហើយវាក៏ជាពេលសំខាន់មួយដែរដែលឪពុកម្ដាយគាត់អាចធានាថាគាត់បានបង្រៀនបដៅកូនណានៅពេលដែលយើងអានសៀវភៅបដៅយើងប្រាប់កូនថាអូមនុស្សនេះចេះគាត់អាចបង្រៀនមេរៀនជីវិតបង្រៀនធ្វើម៉េចពុតឲ្យកូនហ្នឹងទៅតាមគុណធម៌តាមសិលធម៌ដែលឪពុកម្ដាយចង់បានអញ្ចឹងថាប្រយោជន៍នៃការអានគឺវាមានច្រើនជាងហ្នឹងអាហ្នឹងគ្រាន់តែខ្ញុំលើកមក3សំខាន់ណាដែលខ្ញុំគិតថាយើងគួរតែចាប់អារម្មណ៍ហើយតាមពិតការអានជាមួយកូនឲ្យទៀងទាត់
វាមិនសូវជាលំបាកប្រហែលទេព្រោះអីសភៅកូនក្មេងវាអត់ប្រហែលគ្រាន់តែយើងត្រូវការពេលវេលាធ្វើវាឲ្យបានទៀងទាត់ហើយនឹងយើងត្រូវរើសសៀវភៅដែលល្អសម្រាប់ការលូតលាស់របស់កុមារដូចជាសភៅដែលនាំចូលដោយ U Book Education Cambodia ពួកគាត់គឺជាដៃគូចែកចាយផ្លូវការរបស់ក្រុមហ៊ុនបោះពុម្ពសៀវភៅអប់រំអន្តរជាតិធំៗមានដូចជា National Geographic Learning, Penguin Random House, Scholastic, Igloo Books ហើយនិង Collins ជាដើមដូច្នេះសៀវភៅដែលគាត់នាំចូលមកគឺតែសៀវភៅ original មានគុណភាពខ្ពស់ម៉ាកល្បីៗស្តង់ដារអន្តរជាតិដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត color print ស្អាតត្រជាក់ភ្នែកងាយស្រួលមើលกระดาษសៀវភៅក្រាស់មានច្រើនបែបច្រើនជម្រើសហើយតម្លៃក៏សមរម្យទៀតផងហើយឥឡូវនេះគឺជាដំណឹងល្អមែនតើពួកគាត់កំពុងតែមាន promotion លៀងឃ្លាំងនៅសៀវភៅខ្លះដែលវាអាចនឹងមានបញ្ហាខាងក្រៅបន្តិចបន្តួចចឹងណាតែវាអត់មានប៉ះពាល់ដល់ខ្លឹមសារខាងក្នុងទេចឹងពួកគាត់បញ្ចុះតម្លៃពី15ទៅ 40% តាមចំណងជើងហើយសម្រាប់បងប្អូនដែលជាវសៀវភៅទាំងអស់ហ្នឹងលើសពី2ក្បាលឡើងគឺមានការដឹកជញ្ជូន free ដល់បងប្អូនទៀតផងហើយមិនត្រឹមតែប៉ុណ្្នឹងទេក៏យើងមាន giveaway សម្រាប់ fan របស់ជេងអានដែលមើលវីដេអូនេះផងដែរអញ្ចឹងនេះក្នុងដៃខ្ញុំគឺមានសៀវភៅចំនួននេះអូយ៉ាចាអញ្ចឹងសម្រាប់វីដេអូនេះយើងមានការ giveaway ប្រហែលជាសៀវភៅ7 8ក្បាលចែកសម្រាប់មនុស្ស5នាក់អ្នកខ្លះអាចបាន1ក្បាលអ្នកខ្លះបាន2ក្បាលអញ្ចឹងទៅដោយគ្រាន់តែបំពេញលក្ខខណ្ឌខាងក្រោមនេះទី1 follow page U Book Education Cambodiaទី2 follow page ជេងអាននៅក្នុង Facebook ដូចគ្នាហើយទី3 screenshot មកដាក់ក្នុង comment ប្រាប់ថាខ្ញុំធ្វើហើយកុំភ្លេច comment ណាព្រោះខ្ញុំអត់ដឹងទេបើសិនជាអត់ comment ប្រាប់ថាធ្វើហើយខ្ញុំអត់ដឹងថាអ្នកគេធ្វើខ្លះទេអូខេចាអញ្ចឹងក្រោយមកខ្ញុំនឹងចាប់រង្វាន់ហើយ post ឈ្មោះអ្នកឈ្នះអញ្ចឹងកុំភ្លេចតាមដាននៅក្នុង page ហើយតាមដានក្នុង Telegram របស់ខ្ញុំក៏បានដែរប្រយ័ត្នចំខ្លួនឯងឲ្យអត់ដឹងណាចាអញ្ចឹងសារជាថ្មីម្ដងទៀតខ្ញុំសូមអរគុណដល់ U Book Education Cambodia មិនថាអ្នកត្រូវការសៀវភៅ original សម្រាប់អានខ្លួនឯងសម្រាប់គ្រួសារដែលមានកូនតូចៗឬក៏សម្រាប់យកទៅបង្រៀនសិស្សដាក់នៅបណ្ណាល័យឬក៏ផ្គត់ផ្គង់ទៅស្ថាប័នអប់រំផ្សេងៗទេកុំភ្លេចឆាតទៅ page U Book Education Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែមអូខេអរគុណច្រើនបាយបាយ